ថ្ងៃខែឆ្នាំអានឹងទៅលើជំនឿកំហុសមួយទៅលើជំនឿនៅពេលដែលមានកំហុសមានការទំនាស់ទាស់ទែងមិនចោះសម្រងយើងខ្លះឲ្យកំហុសទៅលើជំនឿមកពីឆ្នាំអាប្រុសហ្នឹងវាមិនត្រូវជាមួយឆ្នាំស្រីហ្នឹងមកពីខែឆ្នាំអ្នកទាំងពីរហ្នឹងមិនល្អនឹងមួយមកពីរៀបការហ្នឹងចំថ្ងៃមិនល្អមកពីកន្លែងផ្ទះនៅហ្នឹងក៏ចំថ្ងៃមិនល្អបានជាគ្រួសារហ្នឹងវាលកម្មលកោះវាឆ្លោះទាស់គ្នាអាហ្នឹងការឲ្យតម្លៃទៅលើថ្ងៃខែឆ្នាំទៅលើជំនឿនេះវាផ្នត់កំណត់មនុស្សមួយចំនួននៅជាប់អញ្ចឹងណាកណាគុំចឹងផ្នត់កំណត់ទាំងនេះត្រូវបានពុទ្ធសាសនាលោកបានស្រាយបំភ្លឺឡើងវិញតាមរយៈអាពាហ៍ពិពាហ៍មួយគូដែលល្បីជាងគេបំផុតនៅក្នុងសាសនាគឺការរៀបការជាលីនិងគ្រឹស្នាជាលីនិងគ្រឹស្នាខែឆ្នាំអ្នកទាំងពីរល្អណាស់ហើយរៀបការជាមួយគ្នានិយាយពីអ្នកឲ្យពរឲ្យជ័យតាំងតែពីថ្នាក់តូចដល់ថ្នាក់ធំទាំងគ្រូអាចារ្យព្រាហ្មណ៍អាចារ្យអីរហូតដល់ព្រះរាជារហូតដល់ទេវតាព្រះអិននិងព្រះព្រហ្មឲ្យពរទៀតអញ្ចឹងបើយើងនិយាយពីថ្ងៃខែឆ្នាំក៏ល្អអ្នកដឹងឮសាក្សីក៏ល្អអ្នកឲ្យពរក៏ល្អតាំងពីស្ដេចរហូតដល់ទេវតាព្រះអិនព្រហ្មវាគួរតែគូស្វាមីភរិយានឹងវាល្អអត់ខ្ចោះហើយពីព្រោះវាលើសគេលើសឯងហើយទាំងអ្នកឲ្យពរទាំងថ្ងៃខែឆ្នាំប៉ុន្តែទីបំផុតជាលីនិងក្រស្នាត្រូវឆ្លោះគ្នាត្រូវបែកបាក់គ្នាវិញដដែលតើឆ្លោះគ្នានឹងមកពីអីមកពីថ្ងៃខែឆ្នាំអត់ទេរកមើលឃើញទៅមកពីអ្នកទាំងពីរនឹងមិនមានធម៌ជាតំណប់ឬក៏មិនមានធម៌ជាទូនីតិសម្រាប់ដឹកនាំចិត្តខ្លួនចឹងហើយតើអត់មានធម៌ហើយខែឆ្នាំល្អយ៉ាងណាក៏ដោយក៏មនុស្សនឹងមិនអាចនៅសុខស្រួលជាមួយគ្នាបានដែរអញ្ចឹងជំនឿពីដើមដែលថាមកពីថ្ងៃខែឆ្នាំមិនត្រូវគ្នានឹងក្នុងសាសនាអាថ្ងៃអាខែឆ្នាំនឹងវាគ្រាន់តែពេលវេលាមួយសម្រាប់គេកំណត់គេរាប់ទៅតើវាមានអតិពលអីមកជាមួយសកម្មភាពរស់នៅអតិពលជាមួយសកម្មភាពរស់នៅគឺការប្រព្រឹត្តខ្លួនយើងទេបើយើងប្រព្រឹត្តល្អចេះជួយសង្គ្រោះគ្នាគោរពតាមទូនីតិគ្នាវាអត់មានទំនាស់ទេអញ្ចឹងវាមកពីចិត្តមនុស្សនឹងហើយបានលោកលើកឡើងប្រៀបធៀបពីអតិពលនៃឆ្នាំតើវាមានអីតាក់ទងជាមួយនឹងជីវិតមនុស្សយើងនិយាយពីអ្នកដែលកើតដំណើរព្រះ7នាក់ទាំងម៉ោងទាំងពេលទាំងវេលាកើតមកដូចគ្នាថេងទាំង7នាក់ចុះហេតុអីក៏មិនបានត្រាស់ជាប្រពុតទាំង7ទៅបើថ្ងៃខែឆ្នាំទាយមកវាគំរូដូចគ្នាហ្នឹងពេលហ្នឹងថ្ងៃហ្នឹងខែហ្នឹងម៉ោងហ្នឹងដូចគ្នាហ្នឹងហើយមិនក៏មិនត្រាស់ដោយប្រពុតទៅហើយមិនក៏មិនបានធ្វើស្ដេចដូចព្រះហ្នឹងទៅអ្នកខ្លះខ្ញុំបង្រើគេអ្នកខ្លះអាមាត្យអ្នកខ្លះជាមនុស្សធម្មតាអញ្ចឹងឃើញយើងមើលឃើញដែរហើយកើតដំណាលគ្នាណាម៉ោងពេលដូចគ្នាហើយមិនក៏មិនបានធ្វើស្ដេចហើយបើយើងថាអីខុសតែឆ្នាំប៉ុន្តែខែខុសគ្នាឬក៏ខុសតែខែថ្ងៃខុសគ្នាអីអាហ្នឹងក៏យើងនៅមានពាក្យជជែកទៀតអានេះវាត្រូវគ្នាទាំងអស់ហ្មងត្រូវទាំងនាទីត្រូវទាំងម៉ោងត្រូវទាំងខែទាំងឆ្នាំបើយើងទាយថាល្អវាគួរតែល្អទាំងអស់ជឿមិនក៏មានអ្នកខ្លះបានអំណាចដល់បានធ្វើស្ដេចអ្នកខ្លះបានធ្វើកូនមានអ្នកខ្លះត្រាស់ជាប្រពុតហើយអ្នកខ្លះនៅខ្ញុំរើគេរហូតបានលោកថាអធិពលនៃថ្ងៃខែឆ្នាំវាមិនមានអីជាមួយនឹងមនុស្សយើងទេវាមិនមានសកម្មភាពធ្វើឲ្យសុខចម្រើនឬរីកចម្រើនរបស់មនុស្សទេខែថ្ងៃខែឆ្នាំណាក៏ដោយប៉ុន្តែបើមនុស្សហ្នឹងចេះប្រព្រឹត្តនៅធម៌មានធម៌នៅខ្លួនឬក៏គោរពទូនីតិទំនួលខុសត្រូវរបស់ខ្លួនដោយគោរពច្បាប់ធ្វើចរិតឲ្យត្រឹមត្រូវចេះដណ្ដោចេះសង្គ្រោះគ្នាវាសុខហើយវាគ្មានមកពីឆ្នាំទេហើយយើងមើលអ្នកនៅជាប់នៅក្នុងទោសទាំងអស់ឆ្នាំដូចគ្នាអ្នកខ្លះនៅក្រៅគុកអ្នកខ្លះនៅក្នុងគុកហើយបើសិនជារាសីថ្ងៃហ្នឹងល្អអញ្ចឹងអ្នកគុកត្រូវរួចខ្លួនទាំងអស់ហើយថ្ងៃហ្នឹងវាអត់ទេតែខ្លួនធ្វើអំពើខុសហើយច្បាប់កម្មវាក្តាប់គ្រប់គ្រងលើសអាថ្ងៃនឹងពេលនឹងទៀតយើងថាថ្ងៃហ្នឹងអញរាសីល្អខ្ពស់តែដែតកប់មេឃប៉ុន្តែនៅក្នុងគុកឡើយអាគុកហ្នឹងមកអីមកពីច្បាប់កម្មអញ្ចឹងអាច្បាប់កម្មវាគ្រប់គ្រងលើសអាថ្ងៃខែហ្នឹងទៀតឃើញណាហើយបើយើងប្រៀបធៀបពីហួសពីពុទ្ធមកសម័យសម្ដេចតាព្រះបរមរតនកោដ្ឋមកសម័យសម្ដេចតេជោមិនខ្វះទេមនុស្សកើតសកលតំណាលនឹងគាត់ហើយនឹងទ្រង់នឹងព្រះអង្គអ្នកដែលកើតសកលនឹងព្រះអង្គប្រសូតសម្ដេចបរមកោដ្ឋក៏មានច្រើនគ្នាហើយអ្នកដែលកើតសកលគ្នាជាមួយនឹងសម្ដេចតេជោក៏មានប៉ុន្តែมันបានធ្វើការងារដឹកនាំធំដូចអ្នកតេជោណាអ្នកខ្លះនៅតកាយដីអ្នកខ្លះរៀនមិនទាំងចប់ឌីប្លូមហ្នឹងអញ្ចឹងมันថាថ្ងៃខែឆ្នាំនេះបើយើងគិតមែនតែនយកមកវិភាគតាមបែបពុទ្ធសាសនាប្តីប្រពន្ធឆ្លោះគ្នាវាមិនមែនជាកត្តាមកពីថ្ងៃខែឆ្នាំនោះទេមកពីការប្រព្រឹត្តរបស់ខ្លួនឯងទេណាកុំចាមានរឿងច្រើនផ្សេងពីនឹងទៅទៀតហើយមនុស្សខុសឆ្នាំគ្នាមិនល្អនឹងគ្នាប៉ុន្តែបានសម្រេចធម៌ជាន់ខ្ពស់
ban ជាប់ជាបណ្ឌិតស្មើគ្នាបានសម្រេចព្រះអរហន្តដូចគ្នាបានធ្វើការងារធំជារដ្ឋមន្ត្រីជាមន្ត្រីដូចគ្នាមិនមែនថាថ្ងៃខែឆ្នាំត្រូវគ្នាណាខុសគ្នាទាំងអស់ហ្នឹងហើយអ្នកខ្លះមកធ្វើការមកល្អឡើងមកបានបណ្ឌិតដូចគ្នាអីអញ្ចឹងអ្វីដែលបានហ្នឹងវាមិនមែនមកពីថ្ងៃខែឆ្នាំហ្នឹងដូចគ្នាទេខែឆ្នាំណាក៏វាមានសិទ្ធិបានដូចគ្នាដែរគ្រប់ជំនាន់យើងគិតមើលពីពេលវេលារៀបការម៉ោងនេះល្អថ្ងៃអីបើកទេវតាឲ្យថ្ងៃឲ្យរឹកឲ្យអីបើយើងគិតយកអានឹងមកអនុវត្តក្នុងសម័យទំនើបដូចជាយន្តហោះបើរើសពេលគូយាមកលា25ជាន់ម៉ោងនេះមិនឲ្យចេញដំណើរថ្ងៃនេះមិនឲ្យចេញដំណើរយន្តហោះគឺគាំងប៉ុន្តែយន្តហោះនៅប្រទេសគេគ្រប់ពលានទាំងអស់ហ្នឹងគឺ3 4នាទីឡើងមួយ3 4នាទីឡើងមួយជារៀងរាល់ថ្ងៃហើយទាំងយប់ទាំងថ្ងៃទៀតអញ្ចឹងវាបើមិនជាយើងយកអានឹងមកដាក់ទៅវាទាស់នឹងដំណើរការហើយថ្ងៃហ្នឹងគេមិនឲ្យហោះហើរអញ្ចឹងខាតមួយថ្ងៃទេឃើញណាអញ្ចឹងបានថាសកម្មភាពជំនឿថ្ងៃខែឆ្នាំហ្នឹងយើងមិនមែនបំបត្តិចោលទេប៉ុន្តែយើងសិក្សាពីច្បាប់កម្មទៅយើងឃើញថាច្បាប់កម្មហ្នឹងគឺការប្រព្រឹត្តខ្លួនឯងហ្នឹងវាមានឥទ្ធិពលជាង